ព្រះអរិយមេត្រីដែលគង់នៅខាងកុសលទេវលោកชั้นទី4ហ្នឹងចុតិចៈទេវលោកមកបដិសន្ធិនៅក្នុងព្រាមប្រោហិតរបស់ស្ដេចចក្រពត្តិដែលនៅគួរពរិណស័យសពថ្ងៃណាទៀតសពថ្ងៃក៏មានឈ្មោះពរិណស័យចឹងដែរត្រង់តែតាមភាសាស្រុកគេហ្នឹងហៅថាវ៉ារ៉ាណស៊ីហ្នឹងមាននៅសពថ្ងៃប្រទេសឥណ្ឌាហ្នឹងសម័យព្រះសម្មាសម្ពុទ្ធក៏ជាពរិណស័យហ្នឹងដែរដែលជាអ្នកស្រីព្រះអង្គទ្រង់ប្រាសម្ដែងនៅព្រះធម្មចក្រអបវត្តនសូត្រនៅព្រៃអិសិបតនៈមេត្តាយវ័នហ្នឹង7 គីឡូពីទីក្រុងពរិណស័យហ្នឹងព្រៃអិសិបតនៈមេត្តាយវ័នពីដើមឥឡូវហ្នឹងមានឈ្មោះថាសារនេហ្នឹងទីក្រុងពរិណស័យនេះឯងដំណរអត់ទៅក្នុងកាលនោះមានឈ្មោះថាជេតុមតៃទៀតដែលជាទីក្រុងមានព្រះចៅចក្រពត្តិមានស្ដេចចក្រពត្តិហើយក្នុងកាលនោះបរោហិតរបស់ស្ដេចចក្រពត្តិនឹងគឺជាព្រាហ្មណ៍មានឈ្មោះដ៏ធំចៃលេងមានភរិយាឈ្មោះនាងព្រហ្មវតីនេះហើយគឺជាព្រះបិតាព្រះមេតានៃព្រះអរិយមេត្រីណាទេក្នុងសម័យហ្នឹងគឺមនុស្សមានសភាពសក្តិស្រួលច្រើនណាស់ហើយដីហ្នឹងក៏ស្មើគ្នាដោយច្រើនកន្លែងពីបីដូចជាផ្ទៃស្គរមានស្រូវសលៃដោះឯងដោយអំណាចពុទ្ធានុភាពសង្គត់ខោអាវអាចនាំយកពីដើមកាប់ប្រព្រឹត្តមកស្លៀកពាក់បរិសុទ្ធស្អាតដូចទេវបុត្រស្ត្រីស្អាតដូចទេពអប្សរជាមនុស្សក្នុងកាលហ្នឹងមិនសូវមានជំងឺរោគជាអីទេគឺតាំងនៅក្នុងពុទ្ធានុសតិជានិច្ចកាលនឹងគឺព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងបានសម្ដែងណាទៀតគឺតាំងនៅក្នុងដោយច្រើនគឺពុទ្ធានុសតិតែម្ដងមនុស្សទាំងអស់ព្រោះទទួលអានុភាពអំពីព្រះសម្មាសម្ពុទ្ធព្រះអរិយមេត្រីក្នុងខែនៃយើងនេះណាទៀតអស្ចារ្យណាស់ហ្នឹងអញ្ចឹងហើយព្រះអរិយមេត្រីទៀតមានពន្លឺឆោតប៉ុនរាំងសីបញ្ចេញអំពីព្រះវរកាយរបស់ព្រះអង្គដោយទានបារមីដែលព្រះអង្គទ្រង់បំពេញណាឆោតប៉ុនរាំងសីហ្នឹងមានរស្មីផ្សាយឆ្លុះទៅដល់ 10000 ចក្រវាលទៀតមិនមែនផ្សាយចិត្តទេ 10000 ចក្រវាលហើយពន្លឺនោះអោភះព្រាបព្រាបបីដូចជាទឹកអ្នកដែលគេបានផ្សាយអញ្ចឹងគ្រោះសង្កត់នៅពន្លឺព្រះអាទិត្យព្រះច័ន្ទទៅទៀតហ្នឹងដែលមនុស្សទាំងឡាយសម្គាល់យកដោយគ្រាន់តែសម្លេងស័ក្តិស្រែកខៀវឆ្ងាចូលត្រនំឬក៏ការឈូកការឈើក្តោបទៅតែប៉ុណ្ណោះហើយនឹងពេលព្រឹកដោយអាស្រ័យសម្លេងភាសាប្រសិទ្ធចេញចាក់ត្រនំហើយនឹងការឈូកការឈើរីកគឺសម្គាល់យកនៅថ្ងៃដោយអាស្រ័យការទេវរានឹងនៅលើសត្វនៅលើការឈើអីទេព្រោះពន្លឺព្រះសម្មាសម្ពុទ្ធផ្សព្វផ្សាយទៅជានិច្ចនិរន្តរបារមីរបស់ព្រះអង្គព្រះអរិយមេត្រីដែលព្រះអង្គបានកសាងនៅទានបារមីក្នុងកាលកន្លងមកហើយនោះពីព្រោះព្រះអរិយមេត្រីដែលលោកកសាងនៅបារមី10មានទានបារមីសីលបារមីជាដើមណាទៀតព្រះអរិយមេត្រីនឹងប្រកបនៅក្នុងបារមីមួយក្រៃលែងខ្លាំងខ្លាបារមីមួយនោះគឺទានបារមីតែព្រះសិរីបុត្របានទូលសួរព្រះនាងវិជាបបិទ្ធព្រះអង្គដល់ចម្រើនតើការប្រព្រឹត្តទៅដោយទានបារមីប្រកបខ្លាំងខ្លាជាងបារមីដទៃនោះមានប្រការដូចម្ដេចបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងក្នុងអតីតជាតិរបស់ព្រះអរិយមេត្រីដែលយើងហៅថាព្រះសិហាមេត្រីណាទៀតក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធសិរិមត្តពុទ្ធៈបានត្រាស់ដំឡើងក្នុងលោកនៅក្នុងកាលដែលព្រះអង្គទ្រង់នៅវត្តបុព្វារាមក្នុងសម័យយូរហើយព្រះសម្មាសម្ពុទ្ធក្នុងកាលនោះណាទៀតក្នុងកាលនោះគឺព្រះអរិយមេត្រីជាព្រះបរមពោធិសត្វសោយព្រះជាស្ដេចចក្រពត្តិគឺប្របាទសង្ឃៈជាស្ដេចចក្រពត្តិត្រាធិរាជណាទៀតប៉ុន្តែឲ្យអធិស្ឋានឧបនិស្ស័យដែលព្រះអង្គប្រព្រឹត្តទៅដោយវិរិយៈបារមីប៉ុន្តែដោយសេចក្តីថាការដែលព្រះអង្គខ្លាំងក្លានៅក្នុងការធ្វើទានក្នុងការនោះសូម្បីតែសម្រាប់ស្ដេចចក្រក៏ព្រះអង្គអាចដើម្បីនឹងលះបង់បានដែរព្រះអង្គទ្រង់គង់នៅលើប្រាសាទបមានសេរីដែលជាប្រាសាទដ៏ប្រសើរប្រកបដោយរតនៈ7ប្រការគឺព្រះអង្គមាននៅចក្ររតនេះអាចនាំព្រះអង្គព្រមដោយចតុរង្គសេនាណាទេគឺសេនាប្រកបដោយអង្គ4ហ្នឹងទៅដោយអាស្រ័យអំណាចនៃចក្ររតនោះហើយក៏ព្រះអង្គមាននៅមនីរតនៈលើកដាក់ដងទងដល់ពួកភ្លឺសុខសាយសពទៅបានមានអសរតនៈសេះជារតនៈអាចដើម្បីហោះបានសេះសាស្ត្រទៅវិញតែឈ្មោះថារតនៈដោយសេចក្តីថាញ៉ាំប្រតិព្រះអង្គព្រះរាជាឲ្យត្រេកអរហត្ថីរតនៈមាននៅដំរីជារតនៈអាចដើម្បី
ញ៉ាំប្រតិព្រះអង្គឲ្យត្រេកអរព្រោះថាដំរីក៏អាចខុសបានទៅតាមឯកោអាកាសនឹងការនាំមានកហបតីរតនៈដែលអាចដំរីនាំយកមាសប្រាក់សពកន្លែងមកបានទោះបីតែក្នុងទឹកក៏អាចនាំយកមកបានដោយងាយងាយបរិញ្ញាយករតនៈដែលជាបុត្រច្បងដែលអាចដំរីធ្វើជាបរិញ្ញាយកដឹកនាំនៅពួកចតុរង្គសេនាឬក៏ចាត់ចែងកិច្ចការបរិយាកិច្ចដោយសពគ្រប់បានប៉ុន្តែព្រះអង្គមានតន្ត្រីត្រេះរិះថាបើសិនជាមានបុគ្គលណាហើយដែលអាចនាំដំណឹងថាមានពុទ្ធរតនៈដែលរកតម្លៃមិនមានកាត់ថ្លៃមិនបានក្នុងលោកឬក៏ធម្មរតនៈសង្ឃរតនៈហ្នឹងមកប្រាប់យើងនឹងប្រគល់នៅសម្បត្តិចាស់នេះឯងឲ្យដល់បុគ្គលនោះហើយយើងនឹងទៅរកនៅរតនៈដែលមានតម្លៃមិនអាចប្រមាណបានព្រះអង្គមានតន្ត្រីតែត្រេះរិះក្នុងសន្តានជានិច្ចកាលយ៉ាងនេះឯងការដែលមានតន្ត្រីត្រេះរិះដើម្បីចង់បានជួបនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃក្នុងកាលនោះព្រះអង្គទ្រង់គង់នៅលើបល្ល័ង្កដ៏ប្រសើររំចាំទទួលដំណឹងជានិច្ចកាលរឿយៗរាល់ថ្ងៃរាល់ខែហ្នឹងព្រះអង្គពុំបានជ្រាបទេព្រះសម្មាសម្ពុទ្ធព្រះអង្គតែទ្រង់បានត្រាស់ដឹងនៅខាងរុត្តរប្រទេសឆ្ងាយអំពីព្រះបរមនិវេសព្រះអង្គเป็น16យោជន៍តែប៉ុណ្ណោះ16យោជន៍បើគិតទៅ1យោជន៍16គីឡូ16ដងទៀតជាគីឡូម៉ែត្រប្រមាណ100គីឡូតែប៉ុណ្ណឹងទេបើគិតទៅมันជាឆ្ងាយប្រមាណដែរប៉ុន្តែព្រះអង្គពុំទ្រង់បានជ្រាបហ្នឹងហើយនៅឯនគរដែលព្រះសម្មាសម្ពុទ្ធសិរិមត្តៈទ្រង់នៅក្នុងវត្តឧបពារាមនោះក្នុងកាលនោះមាននាងទាសីម្នាក់ចិញ្ចឹមជីវិតដោយបម្រើគេជំពាក់បំណុលគេប៉ុន្តែនាងទាសីនោះមានកូនប្រុសបួសជាសាមណេរក្នុងព្រះពុទ្ធសាសនាលោកកូនមានចិត្តនឹកអាណិតមេត្តាមានដំណងប្រាថ្នាថានឹងស្វែងរកនៅបច្ច័យ4ដើម្បីទៅលុបម្ដាយឲ្យម្ដាយបានធ្វើជាអ្នកជាដោយចិត្តកតញ្ញូកតវេទីក៏ប្រឹងប្រែងស្វែងរកបច្ច័យ4ទៅតាមស្រុកភូមិគុណដើម្បីជួយដល់ម្ដាយជាព្រះមានគុណសាមណេរលោកនិមន្តអំពីទីកន្លែងដែលព្រះអង្គទ្រង់គង់នៅចុះមកខាងត្បូងរហូតមកដល់នគរដែលបច្ច័យចក្រពត្តិទៅគ្រងនៅក្នុងបរមរាជនិវេសក៏ធ្វើដំណើរចូលទៅក្នុងព្រះនគរឆ្ពោះមុខទៅរកព្រះបរមរាជវាំងដោយមិនដឹងដំណើររបស់ខ្លួនទេចេះតែដើរទៅបំណងដើម្បីចង់ស្វែងរកនៅបច្ច័យ4យកទៅលក់ម្ដាយឲ្យបានរួចអំពីទាសីនោះហ្នឹងពួកអ្នកនគរមិនបានស្គាល់ថាជាអ្នកបួសទៀតនឹងចឹងពីព្រោះសម័យក្នុងកាលនោះលំបាកធ្វើដំណើរទៅមកណាមិនមានរថយន្តយានជំនិះអីជិះខ្លួនទៅមកដំណឹងក៏មិនសូវថាប់ដឹងអញ្ចឹងក៏មិនទាន់ដឹងថាជាបព្វជិតស្មានថាជាយៈឬថាជាបិសាចចូលមកក្នុងភូមិស្រុកអញ្ចឹងក៏នាំគ្នាដេញគប់ដេញទៅឯងវាយសាមណេរហ្នឹងសាមណេរនឹងឯងហើយតែឧបនិស្ស័យហើយតែបំតែដឹងគុណម្ដាយហើយនឹងបារមីតែបានបំពេញមកក្នុងឧបនិស្ស័យដ៏ល្អប្រសើររបស់សាមណេរណាទៀតក៏រត់ទៅរហូតដល់ទៅធ្វើដំណើរដែលភ័យខ្លាចគេដេញគប់ដេញគេទៅវិញហ្នឹងគឺថាទឹកចុះវៀងឡើងទៅចូលទៅក្នុងព្រះបរមរាជវាំងពួកអ្នកយាមអ្នកការពារអីហ្នឹងទៅដេញផុតចាប់ផុតរហូតដល់ទៅព្រះរាជាប្របាទសង្ឃៈនឹងឯងត្រួតពិនិត្យឃើញអំពីលើវិមានរបស់ព្រះអង្គដែលទ្រង់គង់ប្រថាប់ហ្នឹងចឹងឃើញគេដេញអ៊ូអែក៏មានរាជអង្គការបញ្ជាឲ្យគេនាំយកសាមណេរហ្នឹងមកគាត់ព្រះអង្គព្រះរាជាក៏បានសួរថាណែមាននោះអ្នកឯងឈ្មោះអីដល់មិនដឹងថាជាសាមណេរណាទៀតហ្នឹងសាមណេរក៏ឆ្លើយថាមហាបពិតអាត្មាឈ្មោះសាមណេរចុះមិនបានជាមានលោកឯងហ្នឹងមានឈ្មោះតែសាមណេរអញ្ចឹងមហាបពិតអាត្មាដែលមានឈ្មោះតែសាមណេរពីព្រោះអាត្មាមិនធ្វើបាបជាខាងក្រៅហើយបំពេញបុណ្យកុសលជាខាងក្នុងសាមណេរឯងអញ្ចឹងណោះហើយអ្នកណាដាក់ឈ្មោះឲ្យមានលោកឯងហ្នឹងឈ្មោះតែសាមណេរអញ្ចឹងមហាបពិតគឺព្រះអាចារ្យរបស់អាត្មាអញ្ចឹងព្រះអាចារ្យរបស់អ្នកលោកហ្នឹងឈ្មោះអីដែរមហាបពិតព្រះអាចារ្យរបស់អាត្មាឈ្មោះព្រះភិក្ខុនៅមានហេតុអីបានជាព្រះអាចារ្យរបស់អ្នកឈ្មោះថាព្រះភិក្ខុអញ្ចឹង
មហាបពិតបានជាឈ្មោះថាព្រះវិខុងពីព្រោះព្រះអាចារ្យរបស់អាត្មានឹងជាព្រះសង្ឃរតនៈជារតនៈដែលកាត់ថ្លៃនឹងបានហើយព្រោះគ្រាន់តែបានឮព្រះសង្ឃរតនៈទៀតព្រះរាជាកើតនៅបៃតេហើយក៏ហោះចាក់អំពីរតនៈបល្ល័ង្ករបស់ទ្រង់មកគង់ឈរនៅក្បែរសាមណេរទៀតจะមិនអាចនៅលើរតនៈបល្ល័ង្កបានទៀតទេព្រោះតែប្រលប់ប្រារព្ធនៅថាមានព្រះសង្ឃរតនៈប៉ុណ្ណឹងក្នុងការនោះមិនចំព្រះបាទទានឹងឯងធ្លាក់ដល់ខែប្រកទីផងក៏ស្រាប់តែមានផ្កាឈូកផុតឡើងទទួលព្រះបាទទានៃព្រះចៅចក្រពត្តិព្រះបាទសង្ឃៈព្រះបាទសង្ឃៈក៏បានគង់ចុះធ្វើនៅសេចក្តីគោរពអញ្ជលីកម្មចំពោះព្រះសាមណេរហើយក៏សួរតទៅថាចុះហេតុអីបានជាមានព្រះសង្ឃរតនៈអ្នកណាជាអ្នកដាក់ឈ្មោះឲ្យក្នុងការនោះសាមណេរក៏បានឆ្លើយថាមហាបពិតគឺព្រះសិរីមត្តពុទ្ធៈដែលជាពុទ្ធរតនៈទ្រង់ប្រទាននៅនាមសង្ឃរតនៈនេះដោយការរងចាំមកយូរហើយនៅទៀតគ្រាន់តែបានលើតែពុទ្ធរតនៈតែប៉ុណ្ណឹងក៏ភ្លឹងទៅដោយវិសញ្ញ័យសន្លប់មកសន្ទុះទៀតបៃតេនឹងកើតខ្លាំងពេករហូតដល់ញាប់ញួរឲ្យសន្លប់បានព្រះរាជាបាទសង្ឃៈនឹងជាព្រះបរមពោធិសត្វដែលនឹងបានត្រាស់ជាព្រះជាអាមេត្រីទៀតក្នុងការនោះឯងគឺនៅអំពីសន្លប់មកក៏បានសួរទៅសាមណេរថាព្រះពុទ្ធរតនៈសពថ្ងៃឥឡូវគង់នៅណាប្រថាប់នៅទីណាមហាបពិតព្រះអង្គទ្រង់គង់នៅឧត្តរប្រទេសក្នុងការនោះព្រះរាជាបាទសង្ឃៈក៏បានអភិសេកនៃសម្បត្តិស្ដេចចក្រទាំងអស់ដល់សាមណេរនោះឲ្យសាមណេរនោះបានជាស្ដេចចក្រទៀតហើយទ្រង់ក៏លះបង់នៅសម្បត្តិចក្រនេះឯងដើម្បីធ្វើដំណើរទៅគាល់ព្រះសម្មាសម្ពុទ្ធដោយមួយព្រះអង្គឯងហ្នឹងដោយអំណាចបន់កុសលរបស់សាមណេរដែលបំពេញអំពីអតីតកាលក្នុងភាពជាពុទ្ធេកតបញ្ញតាបុគ្គលណាទៀតគឺជាអ្នកបានធ្វើបំទុកហើយក្នុងការវិននោះមួយផងក្នុងបច្ចុប្បន្ននឹងឯងក៏បានបន្តខ្លួនដោយប្រតិអត្តសមាបដិធិក្នុងការដែលដឹងគុណមេត្តាជាព្រះស្រីរបស់ខ្លួននេះដែលបានធ្វើជាទាស័យខ្ញុំគេនេះនឹងបំច្រើនណាស់កូនប្រុសស្រីគោរពដឹងគុណមេត្តាបីតាហ្នឹងគឺមានឧបការៈគុណអាចដើម្បីឲ្យបំអំពីអតីតដែលមានទាំងប្រមាណណាមានឱកាសមានការដើម្បីឲ្យផលហ្នឹងជាឧបការៈជាបច្ច័យសម្រាប់ណាស់រហូតដល់បានជាស្ដេចចក្រអភិសេកសំព្រមទៅហើយបំដែលបានធ្វើទុកហើយក្នុងការមុនហើយម្ដាយនឹងក៏បានជាមេត្តារបស់ស្ដេចចក្រពត្តិរាជរួចពីទាស័យមកបានដល់តែប៉ុណ្ណឹងរឿងហ្នឹងគឺថាសត្វតែជាអ្នកមានបំបានធ្វើទុកហើយនឹងកូនប្រុសស្រីកប្ដីនឹករលឹកដល់មេត្តាបេតាដែលជាស្រែបំដល់ប្រសាចំណែកព្រះបាទសង្ឃៈធ្វើដំណើរទៅកាន់ទិសខាងជើងទៀតមិនមានរិទ្ធដើម្បីហោះទៅដល់ចក្ររតអីទេព្រោះអភិសេកឲ្យដល់សាមណេរអស់ហើយធ្វើដំណើរដោយព្រះបាទទាទៀតពេញមួយថ្ងៃពីព្រលឹមទៅប្រលប់អញ្ចឹងមកណាដោយព្រះបាទទារបស់ព្រះអង្គមានស្បែកគឺស្បែកខ្ចីដោយព្រះអង្គជាសុខបាលជាតិបើពេញមួយថ្ងៃបែកស្បែកនឹងទៀតហូរឈាមឲ្យតែឆ្លាក់តាមផ្លូវដោយអាស្រ័យគេសម្រាប់សត្វហើយហូរឈាមចេញអំពីកំពង់កសត្វទៅតាមផ្លូវហ្នឹងគឺថាឈាមចេញអំពីបាទារបស់ព្រះអង្គតាមផ្លូវហ្នឹងដាបចូលរហូតដល់ទ្រាំយាមទៅទៅទៀតនៅតាមតែដោយសេចក្តីវិរិយៈបារមីសេចក្តីជាយាមគឺក្រាស់ទៅដោយសេចក្តីជាយាមក្នុងការនោះក៏សុខចិត្តលុបនៅព្រះជង្គង់លុបនៅព្រះជង្គង់ហើយនឹងកែងដៃទាំងកែងដៃនឹងឯងនឹងលូនទៅដល់ជង្គង់នឹងកែងដៃដើម្បីគាល់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ដំណើរតាមផ្លូវដល់ជង្គង់នឹងកែងដៃបានប្រមាណ3ថ្ងៃទៀតក៏ត្រូវសក់ដាច់ហូរឈាមដោយប្របាទាដែរលេងធ្វើដំណើរដល់ជង្គង់នឹងកែងដៃទៅរួចក៏ខ្លាចចុះលើផែនដីក្រឹបខំប្រឹងលូនទៅដល់ទ្រូងរបស់ព្រះអង្គទៀតនេះជាដំណើរដើម្បីទៅរកពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈនឹងក្នុងដំណើរដែលទៅយ៉ាងនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មានព្រះមហាករុណាសមាបត្តិញ្ញាណទ្រង់ជ្រាបព្រះអង្គទឹកទ្រង់នាំយកនៅរឹកដែលព្រះអង្គទ្រង់និមិត្តមួយលើដែលព្រះអង្គនិមិត្តជា
មាននុកដើម្បីមកទទួលព្រះ5ពោធិសត្វព្រះសាមេត្រីដោយអាស្រ័យបតិកណាមុនដំបូងហ្នឹងក៏ពោលថាអ្នកចូលជាតិចេញទៅអ្នកធ្វើដំណើរដោយទ្រង់យ៉ាងនេះទៅផ្លូវយើងណាប្របាទសង្ឃៈពោលថាយើងមានព្រះសម្មាសម្ពុទ្ធជាប្រមុខមានព្រះសម្មាសម្ពុទ្ធជាអារម្មណ៍យើងមិនអាចគេចចេញអំពីដំណើរផ្លូវដែលយើងទៅរកពុទ្ធទេបើអ្នកត្រូវការដោយដំណើរអ្នកចូលបរពីលើយើងចុះនេះជាការសម្ដែងឲ្យឃើញថាការដែលព្រះអង្គមានប្រតិតាំងត្រង់ទៅរកព្រះពុទ្ធព្រះអង្គមិនងាករេព្រះអង្គមិនរាថយព្រះអង្គមិនគិតចាក់ផ្លូវនៃប្រព្រឹត្តទៅដើម្បីកល់ព្រះទេនេះជាផ្លូវតាមការអធិដ្ឋានចិត្តរបស់ព្រះអង្គតាមការដែលព្រះអង្គសម្រេចប្រតិដើម្បីលះបង់នូវសម្បត្តិស្ដេចចាស់ទៅកល់ព្រះពុទ្ធព្រះអង្គមិនងាករេមិនរាថយតាមផ្លូវចិត្តឡើយដោយដំណើរផ្លូវរបស់ព្រះអង្គនេះជាសក្ខីភាពតាមទឹកដំណើរផ្លូវគ្រាន់តែព្រះអង្គប្រវាលប្រកាយបន្តិចទៅក៏តិចផុតទៅហើយតែនេះជាការសម្ដែងឲ្យឃើញបតិរបស់ព្រះអង្គដែលមើលមកមិនងាករេចេញអំពីព្រះពុទ្ធព្រះធម៌ព្រះសង្ឃឡើយក្នុងការនោះព្រះសម្មាសម្ពុទ្ធក៏មានប្រពុតរាយការណ៍ថាម្នាក់ត្រូវការគាល់ព្រះសម្មាសម្ពុទ្ធអ្នកចូលឡើងរទេះមកព្រះបាទសង្ឃៈក៏បានព្រមឡើងរទេះព្រោះថាជាដំណើរទៅគាល់ព្រះសម្មាសម្ពុទ្ធពិតៗក្នុងការនោះមានពេលអប្សរម្នាក់បាននិមិត្តជានៃនុកនាំយកនៅកញ្ចប់អាហារជាតិទឹកដើម្បីមកថ្វាយដល់ព្រះរាមានុភាក្នុងការនោះហើយព្រះរាមានុភាក៏ទទួលតាំងនៅក្នុងភាពជាព្រះអង្គមាននុកនៅឡើយនោះឲ្យដល់ព្រះបាទសង្ឃៈហើយសកទេវរាជក៏នាំយកនៅទឹកជាទឹកយកមកថ្វាយដល់ព្រះអង្គប្រទានឲ្យព្រះបាទសង្ឃៈដោយអាចឲ្យជារសជាទឹកក៏បានធ្វើឲ្យជំនឿទុក្ខពលភាពរោគទាំងឡាយបានជាសះស្បើយក្នុងប្រទេសនោះឯងទៀតទីផុតក៏បានដល់នៅវត្តតុពារាមនៅពេលដែលបានដល់នៅវត្តតុពារាមនេះក្នុងការនោះព្រះអង្គក៏រំសាយរិទ្ធទ្រង់នៅលើពុទ្ធាសនៈដ៏មានសេរីបាទសង្ឃៈចុះចាក់ពីរត់នោះក៏វិញ្ញាណបាត់ទៅហើយក៏បានឃើញនៅពន្លឺរស្មី6ពណ៌របស់ព្រះសម្មាសម្ពុទ្ធសេរីមត្តៈដែលប្រកបដោយសេរីក្នុងការនោះវិសញ្ញ័យក៏មកដល់ទៀតសម្រាប់បាត់ស្មារតីដោយសេចក្តីថាសេចក្តីប្រាថ្នារបស់ខ្លួនមកកល់ព្រះរាមានុភាបានសម្រេចហើយព្រះសម្មាសម្ពុទ្ធព្រះអង្គមានពុទ្ធានុភាពមានព្រះពុទ្ធរាយការណ៍ថាមនាលៈដែលចម្រើនបំណងរបស់អ្នកដើម្បីមកកល់ប្រថាចិត្តអ្នកបានសម្រេចហើយអ្នកចូលមានស្មារតីឡើងវិញចុះក្នុងពេលនោះបាទសង្ឃៈមានស្មារតីឡើងក៏បានលូនចូលទៅរកព្រះរាមានុភាទៀតហើយក៏មានព្រះរាជាថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអង្គជានាយកលើលោកព្រះអង្គជាទីពឹងនៃសត្វលោកសូមព្រះអង្គជាទីពឹងរបស់ខ្ញុំសូមព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ដើម្បីខ្ញុំព្រះអង្គបានស្ដាប់ព្រះរាមានុភាព្រះអង្គទ្រង់ត្រាស់ថាមានអ្នកដ៏ចម្រើនតថាគតនឹងសម្ដែងនៅនិព្វានធម៌ដែលជាធម៌កម្ពូលលើធម៌ទាំងពួងឲ្យអ្នកបានស្ដាប់អ្នកជួយយកចិត្តទុកដាក់ស្ដាប់ដោយប្រតិចិត្តទៅកណ្ណាព្រះអង្គក្នុងការនោះព្រះរាមានុភាព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះទាថាធម្មបទដែលប្ររពចំពោះព្រះនិព្វានទៀតដោយសេចក្តីថាព្រះនិព្វានជាធម៌ដែលមិនមានកង្វល់ព្រះនិព្វានជាធម៌ដែលមិនមានសេចក្តីប្រកាន់ជាទីពឹងជាទីដែលត្រូវរួចផុតអំពីជារានិងមរណៈព្រះសម្មាសម្ពុទ្ធសម្ដែងគុណលក្ខណៈនៃព្រះនិព្វានដោយសន្តិបត្តិបានត្រឹមមួយព្រះទាថាក្នុងការនោះព្រះបាទសង្ឃៈក៏មានព្រះរាយការណ៍ខាត់ព្រះរាមានុភាថាបបិទ្ធព្រះអង្គឲ្យចម្រើនសូមព្រះអង្គឈប់សម្ដែងដល់ព្រះចុះព្រះអង្គសម្ដែងត្រឹមតែប៉ុណ្ណេះបានហើយក្នុងការនាំការព្រះរាមានុភាព្រះអង្គទ្រង់ឈប់ហើយព្រះបាទសង្ឃៈក៏បន្តទៅដោយសេចក្តីថាការដែលខ្ញុំព្រះអង្គបានស្ដាប់ព្រះធម៌របស់ទ្រង់ត្រឹមតែប៉ុណ្ណេះដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅនិព្វានធម៌ដែលជាធម៌ផុតចាកធម៌ទាំងពួងដែលជាធម៌យ៉ាងកំពូលលើធម៌ទាំងពួងយ៉ាងនេះខ្ញុំព្រះអង្គមិនអាចដើម្បីមានអ្វីសម្រាប់ដូចជាព្រះធម៌ដែលព្រះអង្គសម្ដែងនេះតទៅទៀតទេព្រោះថាការដែលខ្ញុំព្រះអង្គបានស្ដាប់ប៉ុណ្ណេះហើយខ្ញុំនឹងត្រូវយកជីវិតរបស់ខ្ញុំនេះឯងបូជាដល់ព្រះធម៌នេះគឺព្រះបាទសង្ឃៈដែលផ្សព្វព្រះរាមានុភាមិនឲ្យសម្ដែងតទៅទៀតនោះពីព្រោះថាខ្លួននឹងត្រូវយកជីវិតបូជាព្រះធម៌ដែលសម្ដែងអំពីព្រះនិព្វានមួយប្រទាថាហ្នឹងគឺអស់ទៅហើយអត់មាននៅអីដើម្បីបូជាតទៅទៀតទេព្រោះជីវិតត្រូវបូជាព្រះព្រះធម៌មួយទាថាហ្នឹងទៅហើយនោះបានជាគេខាត់មិនឲ្យព្រះអង្គសម្ដែងតទៅទៀតណាទៀតក្នុងពេលនោះឯងព្រះបាទសង្ឃៈដែល
បានជ្រាបទៅដល់គុណតម្លៃនៃព្រះធម៌ដែលថ្លៃផុតចាកលោកណាចឹងដែលមិនអាចដើម្បីមានអ្វីប្រៀបផ្ទឹមស្មើបានព្រះអង្គត្រូវតែបូជានៅសេសៈរបស់ព្រះអង្គណាគឺថាបបព្រះអង្គបានចម្រើនប្រើរបស់ខ្ញុំព្រះអង្គនេះគឺជាអវយវៈដល់កំពូលផុតលើអវយវៈទាំងឡាយទាំងពួងមានដៃជើងជាដើមដើម្បីឲ្យសមនឹងព្រះនិព្វានធម៌ដែលកំពូលលើធម៌ទាំងពួងខ្ញុំព្រះអង្គសូមបូជានៅសេសៈព្រះអង្គទៅយកព្រះអ្នកខៈគឺក្រចករបស់ព្រះអង្គដែលរឹងដូចជាសត្រាវុធយកទៅជ្រៀលកាត់ប្រកបរបស់ព្រះអង្គក្នុងការនោះបបិទ្ធព្រះសិរីមត្តសម្ពុទ្ធជាម្ចាស់សូមព្រះអង្គបានសម្រេចនៅអមតៈគឺព្រះនិព្វានមុនចុះអ៊ីវិញ្ញាស័យសតិនៃអ្នកបច្ចតោជានិព្វានអន្តៈខ្ញុំព្រះអង្គដោយអំណាចដែលបានថ្វាយនៅសេសៈជាទាននេះសូមឲ្យខ្ញុំព្រះអង្គបានសម្រេចនៅព្រះនិព្វានក្នុងការជាខាងក្រៅពោលបានមួយប្រទៀតថាណាចឹងក៏ចុះតែចិត្តក្នុងពេលនោះមកដល់ទឹកហើយក៏បានបរិសន្ធិក្នុងទេវលោកជាន់ទី4គឺខាងបសិទ្ធខាងបសិទ្ធនេះគឺថាជាការបូជាជីវិតដ៏ក្រៃលែងណាចឹងនឹងដោយអំណាចឈាមដែលហូរចេញអំពីប្របានក្នុងដំណើរទៅគាត់ទៀតតែមានប្រភាកគឺនាំឲ្យព្រះអង្គព្រះសាមេត្រីមានការឈឺខុសឡើងត្រួតប្របាគ្រប់ដំណើរវិញ្ញាណព្រះអង្គនិងមានដើមកាប់ប្រព្រឹត្តកើតឡើងនឹងដោយអំណាចឈាមដែលចេញអំពីកសណាចឹងគឺធ្វើឲ្យព្រះអង្គមានពលិឆោតបណ្ណយ៉ាងផ្សេងសត្វស្កាយទៅ10000ចក្រវាលចឹងដែលព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនឹងបានថាយើងតថ្ងៃមានបញ្ញធម្មមានជីវិតរឿងអីដែលថាមិនដូចជាព្រោះថាបញ្ញធម្មយើងដូចគ្នាមិនតែដូចជាព្រះបាទសង្ឃៈជាស្ដេចចក្រទេគួរតែលះបង់គួរតែឃើញទុកនៃពុទ្ធហំសារណង្កចហាមិតហំនំសារណង្កចហាមិបាញ់កហំសារណង្